សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកថ្មីទាក់ទងទៅនឹងរបៀបនៅក្នុងការ set up ក៏ដូចជា deploy នៅswitch ក៏ដូចជា switch អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញតើយើងត្រូវ configure អីខ្លះដើម្បីយើងអាចset up switch មួយតម្លើងនៅក្នុង network របស់យើងបានណាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងដោយបងប្អូនបានឃើញអញ្ចឹងថាខ្ញុំមាន Rogi Switch មួយមកគ្រាប់ដែល plan របស់ខ្ញុំនឹង install ដើម្បីដំឡើងធ្វើម៉េចឲ្យ switch របស់យើងហ្នឹងអាច connect ទៅនៅក្នុង network របស់យើងបានដោយខ្ញុំនឹង create VLAN configure set port configure trunk port អីដើម្បីអាចឲ្យ Cisco switch ហ្នឹងអាច access ទៅកាន់ internet បានណាចឹងខ្ញុំមាន Cisco switch ហើយខ្ញុំ power on វារួចហើយបន្ទាប់មកខ្ញុំធ្វើការ connect port របស់ Cisco switch ហ្នឹងទៅជាមួយនឹង computer របស់ខ្ញុំអូខេអញ្ចឹងនៅពេលដែលយើង connect បានអញ្ចឹងហើយយើងនឹងធ្វើការ log in ចូលទៅក្នុង switch ហ្នឹងដើម្បីធ្វើការ set up configuration មួយចំនួនដែលយើងត្រូវការ set up សិនមុននឹងយើងចាប់ផ្ដើម deploy switch ហ្នឹងទៅក្នុង network របស់យើងអូខេអញ្ចឹងយើង back ទៅក្នុង computer របស់ខ្ញុំវិញមកអូខេហ្នឹងហើយបងប្អូនទាំងអស់គ្នាដូចបងប្អូនបានឃើញនៅក្នុង screen របស់ computer របស់ខ្ញុំអញ្ចឹងមុនហ្នឹងខ្ញុំបាន connect Rogi switch មកជាមួយនឹង laptop របស់ខ្ញុំហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតយើងនឹងធ្វើការ set ចូលទៅក្នុងswitch Rogi switch ហ្នឹងតាមរយៈ web browser អូខេមុននឹងយើងអាច access ទៅបានយើងត្រូវដឹងថា computer របស់យើងត្រូវមាន IP address នៅក្នុង local subnet របស់ Rogi switch ហ្នឹងសិនដើម្បីយើងអាច access ចូលទៅ Cisco switch ហ្នឹងបានណាដើម្បីយើងassign IP address នៅលើ computer របស់យើងឲ្យដូចជាមួយនឹង IP box Rogi switch ហ្នឹងដំបូងបងប្អូនត្រូវចូលមកកាន់ control panel សិនបងប្អូនចូលមក control panel អូខេអញ្ចឹងខ្ញុំចូលមកកាន់ control panel របស់ខ្ញុំតបមកខ្ញុំចូល network and internet តបមក network and sharing center បន្ទាប់មកខ្ញុំចូល change adapter setting អូខេអញ្ចឹង adapter ដែលខ្ញុំ connect ចូលទៅជាមួយនឹង Rogi switch របស់ខ្ញុំគឺ Ethernet 3អញ្ចឹងខ្ញុំត្រូវចូលមក assign IP address ឲ្យ computer របស់ខ្ញុំសិនclick wait click បងប្អូន click មកស្ដាំមកចូល property yeah អូខេអញ្ចឹងបងប្អូនរកពាក្យinternet protocol version 4អូខេ double click មកនេះដោយសារអានេះជា IP ចាស់ឯដែលខ្ញុំបាន assign ណាអញ្ចឹងខ្ញុំ remove ចេញខ្ញុំដាក់ថ្មីប៉ុន្តែយើងត្រូវដឹងសិនថា default IP របស់ Rogi switch គឺ default របស់វាលេខប៉ុន្មាន IP របស់វាប៉ុន្មានណាអញ្ចឹងខ្ញុំ back ទៅអូខេខ្ញុំចូលមក search មើលហ្មងទៅអញ្ចឹង default password sorry default IP address របស់ Rogi គឺ 10.44.77.200 អញ្ចឹងយើងត្រូវ assign IP address របស់យើងឲ្យនៅក្នុង range 7នឹងដែរទៅពេលខ្ញុំ copy ខ្ញុំចូលមកកន្លែងនេះខ្ញុំប៉ះម្ដងទៀតអញ្ចឹងខ្ញុំដូរដាក់របស់ខ្ញុំ IP របស់ខ្ញុំចុច100អូខេខ្ញុំដាក់ subnet ឲ្យ255.0អូខេមក click OK ម្ដងទៀតអូខេបន្ទាប់ពីយើង assign IP address ឲ្យទៅជាមួយនឹង range default របស់ Rogi រួចហើយខ្ញុំសាកping ហ្នឹងថា computer របស់ខ្ញុំស្គាល់នៅ IP address របស់Rogi switch ហើយនៅ Rogi switch របស់យើងអញ្ចឹងខ្ញុំវាយ command ping តោះមកខ្ញុំដាក់IP របស់ Rogi switch ហ្នឹងអញ្ចឹងខ្ញុំ enter អូខេអញ្ចឹងបងប្អូនឃើញហើយថា computer របស់ខ្ញុំស្គាល់ជាមួយនឹង IP default របស់ Rogi switch ឯងអញ្
ចឹងបន្ទាប់មកគឺយើងត្រូវការ login ចូលទៅ Logi Switch ទៅយើងដាក់ IP ទៅដែរ 10.144.7.200 អញ្ចឹងអាហ្នឹងជា IP default របស់ Rogi មកអូខេចុងវាវិលមក plate សិនអូខេអញ្ចឹងចូលមកដំបូងនេះជា web interface របស់ Rogi ដែលបងប្អូនអាចចូល login ចូលមកហើយ start basic configuration នៅលើ switch របស់យើងបានប៉ុន្តែ password របស់វាគឺដូចនឹង IP address មិញអញ្ចឹងយើងចូលមកម្ដងទៀតអញ្ចឹងដូចបងប្អូនឃើញនៅក្នុង web អញ្ចឹងថា default password របស់វាគឺ admin អញ្ចឹងខ្ញុំ start access admin ដែរខ្ញុំសូមមើលអញ្ចឹងតមកខ្ញុំមាន double user agreement របស់ Rogi Switch តមកខ្ញុំ login អូខេអញ្ចឹងចាំអត់ផ្លែយើងលុបចូលទៅបានអត់ incorrect អញ្ចឹងសាកវាយម្ដងទៀត admin ចូលហើយអញ្ចឹងផាក់មិញអត់ចូលខ្ញុំសាកវាយម្ដងទៀតចូលអូខេអញ្ចឹងអូខេយើងបន្តទៅទៀតអូខេអញ្ចឹងបន្ទាប់ពីយើង access ចូលមកកាន់ web interface របស់ Rogi របស់យើងរួចហើយអ្វីដែលយើងត្រូវធ្វើគឺយើង configure wizard របស់វាដំបូង requirement វាត្រូវឲ្យយើងដាក់អីគេខ្លះយើង follow តាមវាមកទីមួយនៅខាងលើគឺ language អញ្ចឹង language យើងអាច select បានមានអង់គ្លេសមានថៃមានអឺទូគីមានអីចឹងខ្ញុំ select English របស់វាអញ្ចឹងអានេះ net status របស់វាទេ gateway switch AP អូខេអញ្ចឹងខ្ញុំចាប់ផ្ដើម start up មកបងប្អូនឃើញនៅកន្លែងអឺឃើញនៅខាងក្រោមអត់ពេញ wait សុំឲ្យទូតិចអូខេអញ្ចឹង good អូខេអញ្ចឹងនេះជា web interface របស់ Logi ដូចបងប្អូនបានឃើញអញ្ចឹងstart មកបន្ទាប់មកគឺយើងចុច start up configure start up config មកដាក់ប៉ុណ្ណឹងទៅអូខេអញ្ចឹងយើង start start set up វាមកបកវា loading ហើយកន្លែងនេះយើងកន្លែង internet យើងអាច set static ឲ្យIP របស់ switch ហ្នឹងក៏បានយើងឲ្យវាចាប់ DHCP ក៏បានគាត់ថាដំបូងខ្ញុំអត់ទាន់ចង់ set up វាដាក់ static IP ទេខ្ញុំចង់ឲ្យវាចាប់ IP address ដោយ DHCP សិនអញ្ចឹងខ្ញុំ select DHCP តបមក time zone ខ្ញុំឆាងមកដាក់អាស៊ីរបស់យើងហ្នឹងនៅណាចេះស៊ីបូក7 right អូខេអញ្ចឹង time zone ខ្ញុំដាក់អាស៊ីភ្នំពេញឲ្យវាត្រូវមួយនឹង time zone របស់យើងវិញណាអូខេតបមកខ្ញុំចុចនេះទៅមុខទៀតនៅកន្លែងនេះវាដាក់ project name យើងអាចបង្កើត project ថ្មីដែលយើងអាច log តាមរយៈ cloud របស់វាបានណាអញ្ចឹងអានេះនេះទេខ្ញុំដាក់ឈ្មោះរបស់វាខ្ញុំដាក់EFI SW 001អូខេអញ្ចឹង password confirm ខ្ញុំដាក់អូខេ password បងប្អូនអាចដាក់ខ្លួនឯងបានអញ្ចឹង2025អូខេ click next ទៀត
ok ចឹងយើងរងចាំវាបន្តិចដើម្បីវាធ្វើការ apply configuration ដែលយើងបានដាក់មិញណា if I switch console អូខេអញ្ចឹងដំបូងអត់មានអីយើងញ៉ៃច្រើនទេបងប្អូន log ចូលមក web interface របស់វាតោះមកយើង set username password ឲ្យ switch ហ្នឹងហើយបន្ទាប់ទៀតមាន setting អីមួយចំនួនទៀតចាំមើលខ្ញុំ show បងប្អូនបន្ថែមទៀតអូខេអញ្ចឹងវាមកដល់កន្លែងនេះវាធ្វើការ check មើលថាតើវាអាច connect ចូលទៅក្នុង network បានអត់ណាអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើបន្ទាប់ទៀតគឺយើង connect switch របស់យើងហ្នឹងចូលទៅក្នុងnetwork របស់យើងអញ្ចឹងខ្ញុំធ្វើការ connect app link របស់វាឲ្យវាអាច access ទៅកាន់ internet បានសិនអូខេអញ្ចឹងយើង connect switch ហ្នឹងចូលទៅក្នុង Cisco switch របស់ខ្ញុំរួចហើយអ្វីដែលយើងត្រូវធ្វើយើង recheck ម្ដងទៀតទៅឲ្យវា connect detect ម្ដងទៀតអូខេអូខេកន្លែងហ្នឹងវាចង់ឲ្យយើង log in ចូលទៅក្នុង Roshi Cloud អឺដើម្បីយើងអាច configure វានៅលើ cloud បានណាប៉ុន្តែសម្រាប់ខ្ញុំអត់ទាន់ចង់ដាក់វាចូលទៅក្នុង cloud ទេខ្ញុំចង់ configure វានៅក្នុងlocal network របស់ខ្ញុំវិញអញ្ចឹងខ្ញុំ skip step ហ្នឹងខ្ញុំ go to home page មកexit អូខេចុងនេះខ្ញុំចូលមកដល់ home page របស់វា device local network it's recommend upgrade firmware អញ្ចឹងចូលមកដល់ដំបូងគឺវា remind យើងឲ្យយើងធ្វើការ upgrade ខ្ញុំមិនតន់ចង់ឲ្យវា upgrade ទេឲ្យវា remind ខ្ញុំបន្តទៀតអូខេអញ្ចឹងយើង set up វាបានហើយអ្វីដែលយើងចូលទៅមើលយើង go to device ហើយកន្លែង IP address នេះដូចបងប្អូនបានឃើញអញ្ចឹងគឺវាចាប់បាន IP 192.19.100.29អញ្ចឹងអានេះដោយសារយើង set up មិញហ្នឹងយើងដាក់វាជា DHCP អញ្ចឹងខ្ញុំសាក log ទៅ web interface មួយទៀតដល់ IP ហ្នឹងម្ដងអូខេ import password pin disconnected អូខេ disconnected ទៅ cloud អញ្ចឹងបងប្អូនឃើញ status របស់វាយើងអត់ទាន់ connect វាចូលទៅ cloud ទេនេះវា remind យើងម្ដងទៀតយើង skip អាហ្នឹងសិនអូខេអញ្ចឹងអ្វីដែលយើងចូលទៅមើល next step អញ្ចឹងខ្ញុំចូលមក device យើងមកមើលអានេះmode របស់វាជា masterអូខេអញ្ចឹងយើងអាចមក monitor មើលទៅលើ switch របស់យើងបានហើយមក port 24ខ្ញុំ connect មក laptop របស់ខ្ញុំមិញហ្នឹងហើយនឹង port លេខ1វាខ្ញុំ connect ទៅ network របស់ខ្ញុំទៅ switch មួយទៀតណាអានេះជា port uplink របស់វាអញ្ចឹងយើងចូលមក config វាថែមទៀតមកដើម្បីយើងអាចនេះគឺ mode monitoring ហ្នឹងយើងគ្រាន់តែអាចមើលបានទេតែយើងអាច configure បានទេអញ្ចឹងអ្វីដែលយើងចង់ configure បងប្អូនត្រូវ switch ពី monitor mode នេះទៅ configure mode វិញយើងអាច
configure វាបានណាអូខេអញ្ចឹង PS short power supply អញ្ចឹង device name ខ្ញុំដូរខ្ញុំអត់Rogin ទេសម្រាប់ host name របស់ខ្ញុំដាក់ EFI.switch SW 1 អញ្ចឹងខ្ញុំប្រើ host name ឈ្មោះហ្នឹងវិញអូខេមក apply អូខេអញ្ចឹង switch របស់ខ្ញុំ remove ទៅឈ្មោះនេះវិញmanagement IP អូខេអញ្ចឹងmanagement IP ខ្ញុំចង់ដូរវាវិញដោយសារមិញខ្ញុំដាក់វា DHCP ឥឡូវខ្ញុំចង់ដូរមកវាវិញមកដាក់ static IP ប៉ុន្តែខ្ញុំប្រើ IP ចាស់របស់វាចាំបាន IP ប៉ុន្មានខ្ញុំនឹង set IP ប៉ុណ្ណឹងឲ្យវានៅ IP ប៉ុណ្ណឹងមកមូលហេតុអីដោយសារ DHCP បងប្អូននឹងស្រាប់ហើយថាវានឹង release IP ថ្មីនៅ time slot ណាមួយដែលយើងកំណត់នៅលើ router អញ្ចឹងខ្ញុំអត់ចង់ឲ្យវាដូរ IP ថ្មីញ៉ៃទេខ្ញុំដាក់វា static ទៅហើយខ្ញុំប្រើ IP ចាស់របស់វាមក29ខ្ញុំចុច cell អូខេ complete អញ្ចឹងមានអីទៀតដែលយើងត្រូវការ set up អញ្ចឹងចូលមក phone អូខេអញ្ចឹងចំណុចបន្ទាប់ទៀតដែលយើងត្រូវការ set up សុំមើលអូខេអញ្ចឹងអ្វីដែលយើងត្រូវការ set up ទៀតគឺយើង create VLAN ថ្មីដើម្បីដាក់ចូលទៅក្នុង switch ហ្នឹងឲ្យវាស្គាល់ VLAN របស់យើងវិញអញ្ចឹងដើម្បីយើង configure VLAN បានយើងចូលមកខាង navigation របស់វាតោះមកបងប្អូនឃើញពាក្យ VLAN យើង click លើពាក្យ VLAN មកអូខេអញ្ចឹងអានេះជា port ដែលយើង access by default វា access VLAN លេខ1អញ្ចឹងខ្ញុំបង្កើត VLAN ថ្មីបងប្អូនមើលកន្លែង VLAN list ហ្នឹងវាមាន batch add ហើយនឹង add batch add បានន័យថាយើងបង្កើតច្រើន VLAN ចាប់ពី VLAN ទី1រហូតដល់ VLAN ទីប៉ុន្មានអញ្ចឹងទៅយើងអាច configure វាអញ្ចឹងបានហើយបើមិនអញ្ចឹងទេខ្ញុំចង់បង្កើត VLAN ហ្មងខ្ញុំចុច add កន្លែងនេះអូខេអញ្ចឹងខ្ញុំ create VLAN wait មិញ measurement របស់វា rank ចុច100 right អញ្ចឹងខ្ញុំ create VLAN 100មួយ VLAN 100 description ខ្ញុំដាក់ management VLAN MT អញ្ចឹងនេះជា management VLAN បន្ទាប់មកខ្ញុំ create VLAN ថ្មីទៀតខ្ញុំបង្កើតដាក់ VLAN 110 description របស់ខ្ញុំ110 CCTV VLAN អញ្ចឹងគោលបំណងរបស់ខ្ញុំ set up switch ហ្នឹងដើម្បីខ្ញុំអាច connect ជាមួយនឹងកាមេរ៉ា IP កាមេរ៉ារបស់ខ្ញុំបានណាអញ្ចឹង IP កាមេរ៉ារបស់ខ្ញុំគឺ VLAN 110អញ្ចឹងខ្ញុំ create VLAN 110ថ្មីមួយអូខេVLAN 150មួយទៀត150MG MT 150អូខេអញ្ចឹងអូខេអញ្ចឹងដោយបងប្អូនឃើញអញ្ចឹងខ្ញុំបានបង្កើត VLAN 3មាន VLAN 100 110ហើយនិង150អញ្ចឹង VLAN 3ហ្នឹងគឺមាននៅលើrouter របស់ខ្ញុំហើយខ្ញុំគ្រាន់តែ set up VLAN ហ្នឹងហើយខ្ញុំ assign ទៅលើ port របស់ switch ហ្នឹងទៅវានឹងចាប់ផ្ដើមស្គាល់ VLAN ទាំងអស់ហ្នឹងឯង yeah អញ្ចឹងចំណុច next step គឺយើងចូលមក configure port របស់វាម្ដងដោយសារឥឡូវយើងបង្កើត VLAN រួចទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើង configure port របស់វាម្ដងអញ្ចឹងខ្ញុំចូលមក port setting អញ្ចឹងនេះជា port របស់វាវាមាន list ទាំងអស់វាមាន28 port right អញ្ចឹងខ្ញុំប្រើតែ port ចុងក្រោយ port លេខ28ហ្នឹងជា
trăng port vậy thằng nứng nhưng trong bây giờ cả một ôn tịch là vậy tới chỉ trăng port cứ chia port mỗi này dương ai assign ở lỗ VLAN chởn nó không port tại mùi vì khó khăn rồi việc accept port port mùi nó dương là lỗ ban tay mùi VLAN này bàn tay trăng port cứ dương ai lỗ VLAN chởn nó không trăng tại mùi chống mùi hai đại nhưng trong hoặc việc là trăng port cứ nhưng trong ai port mùi nứng port uplink hỏi vì score VLAN từng đầy đầy nhưng bán ở cao môn lần miền mà rồi đọc mà rồi ha nắng cứ nhưng trong ai Visquad nó là port lệch mà pay bảy nâng tam đồ chẳng dần cho máu nhân xong hồi nhận lan từ lệ tích ok chẳng nhưng ở sáng port lệch mà pay bảy nắng chỉ port uplink chẳng là nhưng cho chỉ điệp nó ok cái lại state hơn nếu nhưng mà đặt in là bỏ có máu red nhưng đặt mà pon mê mà ở Visquad mà chi cái bảy mà pon mê nó mà chi cái bảy chẳng working mode nhưng vô việc full đậm flex hay nhưng trong là việc auto mà để auto đạt tới còn có như thì ok ok tôi mau tiết nhưng châu mau vi lên vĩnh vui thấy nhưng châu từ port lake mà phay vậy là dân ban in vào viên mà nhá nhưng châu mau port lake mà phay vậy một con phay mode và set vào viết port mode vào viết chia set port chẳng ngờ nhâm đồ về một với nhâm trôi beach trôi sang nếu mà đã trăng hot có máu là tiêu Vinland bảo vía nhâm đã lịch mùi từ đại hay các bạn ờ, nhưng mà lò mà rồi vậy mà rồi đó mà rồi set ok bay Vinland nóng rồi mình đặt lịch mùi một chút ok chẳng buồn lệnh muối chia là tiêu vi lớn thôi mà rồi đó chia management VLAN mấy thôi mà rồi là muối chia VLAN bỏ CCTV chẳng nhưng là lò buôn VLAN đó là nóng tàn thọt bỏ giờ ok chẳng là giờ miền tàn thọt tuổi thái ở vậy là nhân thờ thua tiết cư dương sản VLAN mà rồi đọc nắng như là port xây kịch chẳng nhân chập ở đâu họ bị mùi máu nhưng edit chẳng là sai port nhưng keep nơi lại để sai là port lịch muối nhưng trong là viên underscore VLAN lịch muối từ đại tế chẳng là trong cảm sáng trong port lịch phí access luôn là đó ok chẳng là đặt báo rồi đó ok chẳng là bông ôn khơi nhé nhưng bạn configure uplink hơi ông configure port xem nhưng mà xài cũng đặt port mà rồi đo phùi thì ok nâng ấy mong con ở thế chẳng bắt đầu từ dân bạn setup switch nâng rối dương đại IP dương bật cao VLAN dương là giải VLAN dương thơ uplink port thơ trăng port thơ in buổi thấy nên mà cho nói tiếp đề vì sẵn khăn đá tư dương backup bắt đầu từ dương thua hỏi vậy là dương nếu tư dương backup configuration này dương bạn plan thôi dương bạn setup từng ngồi lắm dương thử backup file YouTube làm bài ngày khỏi dương trong bao hồ configuration đúng cứ dương mình file để dương bạn backup thôi á chẳng là đôi con mang khơi chắc nhung cho cả backup vì mũi sân ok chẳng là buổi hai bắt đầu tiếp là tên là dân trong restore configuration bảo vệ cho mò switch nâng với một con này mò lại export config nó một con browser file đại dân bạn backup Mỹ yeah chẳng mùi na của bạn này một con import viết tới viên là recover setting đại dân bạn set tìm muốn máu để đam vinh ok chẳng là tạ tôn nâng cần lực
មួយចំនួនដែល configuration បែប practice មួយចំនួនលើG Suite គឺខ្ញុំមានប៉ុណ្ណឹងហើយវានៅមានoption ជាច្រើនទៀតដែលយើងនឹងធ្វើវាគាត់ថានេះជាលក្ខណៈ first start set up G Suite ទេអញ្ចឹងតកតងទៅនឹង option មួយចំនួនទៀតខ្ញុំនឹងធ្វើវីដេអូបង្ហាញបងប្អូននៅវីដេអូបន្ទាប់ទៀតអញ្ចឹងក្នុងវីដេអូហ្នឹងគឺយើង set up ប៉ុណ្្នឹងសិនអូខេបងប្អូនអរគ្នាអរគុណច្រើនមែនទែនដែលបងប្អូនអរគ្នាអាចចូលមកទស្សនាវីដេអូរបស់ខ្ញុំរហូតដល់ពីដើមរហូតដល់ចប់អញ្ចឹងកុំភ្លេចបងប្អូនអរគ្នាបើសិនជាចង់បានតកតងទៅនឹងចំណេះដឹងថ្មីតកតងនឹង technology បងប្អូនចុចsubscribe channel របស់ខ្ញុំមួយទេខ្ញុំនឹងព្យាយាមចែករំលែកទៅលើចំណេះដឹងខាងផ្នែក network ជូនបងប្អូនអរគ្នាទស្សនាក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវបន្តទៀតអញ្ចឹងណាអូខេអញ្ចឹងអរគុណជំរាបលាបងប្អូនអរគ្នា